ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសសុខាបានណែនាំដល់អាជ្ញាធរជាប់ព្រំដែនទាំងអស់ត្រូវត្រៀមលក្ខណៈក្នុងការបង្កើតនិងទប់ស្កាត់ជនអន្តោប្រវេសន៍ចេញចូលប្រទេសកម្ពុជាដោយខុសច្បាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2024និងលើកទិសដៅការងារឆ្នាំ2025របស់គោជបជនៅទីស្តីការក្រសួងមហាផ្ទៃនៅថ្ងៃទី27ខែមីនាឆ្នាំ2025ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសសុខាបានបញ្ជាក់ថាត្រូវពង្រឹងការអនុវត្តវិធានការគ្រប់គ្រងលំហូរចំណាក់ស្រុកដោយធ្វើការតាមដានសភាពការតាំងពីមូលដ្ឋានភូមិឃុំសង្កាត់រហូតដល់ការឆ្លងកាត់ព្រំដែនទាំងផ្លូវគោកផ្លូវទឹកនិងផ្លូវអាកាសនិងបានប្រមាណអំពីគោលដៅនៃបទល្មើសឲ្យបានជាក់លាក់ដើម្បីទប់ស្កាត់ភាពរងគ្រោះឲ្យបានទាន់ពេលវេលារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថានៅប្រមាណថ្ងៃខាងមុខនេះនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំក្នុងនោះសូមលើកទឹកចិត្តខេត្តជាប់ព្រំដែនទាំងអស់ជាពិសេសជាប់ព្រំដែនថៃដែលមានពលករច្រើនជាងគេដើម្បីត្រៀមលក្ខណៈក្នុងការបង្ការទប់ស្កាត់ព្រោះកន្លងទៅនៅមានប្រជាពលរដ្ឋមកវិញឆ្លងកាត់ខុសច្បាប់ត្រឡប់មកកម្ពុជាវិញជាមួយគ្នានេះអាដាមសសុខាបន្ថែមថាបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជិតខាងនិងប្រទេសពាក់ព័ន្ធតាមកិច្ចព្រមព្រៀងឬអនុសារណៈដែលមានស្រាប់ឬបង្កើតឲ្យមានជាមួយបណ្ដាប្រទេសដែលពាក់ព័ន្ធងាយស្រួលក្នុងការពង្រឹងកិច្ចសហការក្នុងការបង្ការបង្ក្រាបសង្គ្រោះប្រន្ទាទោសជនល្មើសនិងគាំពៀជនរងគ្រោះជំរាបជូនថាយោងតាមរបាយការណ៍ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ2024និងទិសដៅអនុវត្តបន្តឆ្នាំ2025របស់គោជបជបានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7បានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាកិច្ចការអត្ថិភាពមួយក្នុងចំណោមអត្ថិភាពដទៃទៀតរួមមានការដោះស្រាយផលប៉ះពាល់នៃគ្រឿងញៀនគ្រឿងស្រវឹងគ្រោះថ្នាក់ចរាចរណ៍និងបានដាក់ចេញនៅយុទ្ធសាស្ត្រឆ្លើយតបកាន់តែមានប្រសិទ្ធភាពដោយខិតខំជំរុញសភាពការឥតឈប់ឈរដើម្បីការពារសុវត្ថិភាពនិងសន្តិសុខមនុស្សក៏ដូចជាសន្តិសុខជាតិទាំងមូលសម្រាប់ទ្រទ្រង់ដំណើរការអភិវឌ្ឍជាតិគ្រប់វិស័យ